បន្ទាប់ពីបាយថ្ងៃត្រង់ហើយគ្រួសាររបស់ខ្ញុំហើយនឹងប៉ាខ្ញុំគាត់បាននាំគ្នាលាងសម្អាតអាងចំខ្យងនៅខាងក្រោយផ្ទះរបស់បងខ្យងបើតើបងមកមើលពីវីដេអូការលាងសម្អាតទាំងអស់គ្នាហើយចាស់មកជាប់ប្រកក្មេងឯងបងប្រកក្មេងខ្ញុំប្រកក្មេងនេះប្រហែលបាននេះបងអើយបោចស្លឹកនឹងញុកមាត់ស្លាកក៏ដឹងមូលហេតុស្លឹកផ្កាលៃហៀងបងហើយមកការវាឡើងល្អបងឡើងកម្មាដាំ3-4គុំដែរតែនៅសល់តែមួយគុំហ្នឹងបានគុំទៀតនោះគោជន់ងាប់អស់លេងនៅសល់តែមួយគុំហ្នឹងហើយយើងដាក់អាស័យចឹងទៅដល់វាឡើងចឹងទៅយើងស្រួលបេះដែរចឹងបងវាទៀបយើងស្រួលវែកមើលដែរចឹងណាតែឥឡូវជីកដាក់ធើងឲ្យវាឡើងលើនឹងទៅស្រួលតែងាយស្រួលក្នុងការបេះទៀតចឹងណាបងដាំនៅក្រោយផ្ទះម្ដងចឹងទៅងាយស្រួលបងពេលយើងធ្វើគូឡើងភ្នំហូបជុំគ្រួសារអីចឹងទៅបេះថាមកគុំហ្នឹងគឺគ្រាន់ហើយបងយើងអត់ពិបាកទៅទិញគេនៅផ្សារចឹងណាតែបងមកមើលពីវីដេអូនៃការលាងអាងខ្យងទាំងអស់គ្នាបងប៉ះខ្ញុំគាត់បានបរហូរទឹកចាស់វានឹងចោលអស់ហើយបងអញ្ចឹងយើងត្រូវធ្វើការរើខ្យងហ្នឹងដាក់ក្នុងកធុនសិនអញ្ចឹងទៅស្នុកយើងងាយស្រួលក្នុងការបោសវាបាញ់ទឹកឲ្យបោសទឹកលាងមុខខ្យងនឹងចេញណាបងដោយសារតែយើងលាងហើយនឹងបោសវាស្អាតអញ្ចឹងទៅស្រួលយើងពុំទឹកថ្មីមកដាក់ទៅវាអត់ខូចទឹកនឹងទៀតចឹងណាបងវាអត់ងាយស្អុយចឹងណាហើយអាខ្យងនឹងវានៅហាក្តៅបងទៅពេលអញ្ចឹងទៅគ្រូសាស្ត្រខ្ញុំគាត់បានបាយតកួនធ្វើជាទៅនើដាក់ទឹកបាយតកួនហើយនឹងដាំស្ពៃកញ្ញាញពីលើដើម្បីឲ្យត្រជាក់ទៅខ្យងនឹងវាឆាប់ធំពេលមុនខ្ញុំមកដាក់ទៅនើហើយឬក៏ធ្វើជាហូងកុំឲ្យក្តៅចឹងទៅខ្យងអត់ងាយធំឯងបងវានៅតែ3-4-5 ខែវានៅតែទូចឹងណាដល់ពេលយើងដាក់ដាំអីពីលើចឹងទៅធ្វើទៅលើចឹងទៅវាបាំងកម្ដៅវាដែរពេលចឹងឥឡូវវាធំលឿនហើយពីហ្នឹងចិញ្ចឹមដំបងតាប្រហែល13-14ខ្យងអីបងតែឥឡូវបានឡើង1គីឡូហើយបើខ្ញុំថ្លឹងចាប់ដាក់កធុនហើយហ្នឹងខ្ញុំយកទៅថ្លឹងទៅបាន6គីឡូតែវារយៈពេលយូរដែរបងវាចូល5-6 ខែដែរមកបាន6គីឡូហ្នឹងតែចិញ្ចឹមខ្យងតា13-14អីបងបន្ទាប់ពីលាងហើយគឺខ្យងបាន1កន្ធុនហ្នឹងបងប្រហែល5-6គីឡូអីហ្នឹងបងអើយអរគុណច្រើនបងសម្រាប់ការទស្សនាវីដេអូនេះចាំពេលមានវីដេអូផ្លែកៗទៀតខ្ញុំនឹងថតជូនបងទស្សនាទៀតអរគុណបង